bạn xôm chùm rệp số đó mong ổnទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមានប្រធានបទមួយដែលទាក់ទងជាមួយនឹងព្រះពុទ្ធសាសនាដើម្បីបង្ហាញដល់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងមានគាថាមួយនៅក្នុងព្រះពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាអរោគ្យាបរមាលាភាការមិនមានរោគគឺជាលាភដ៏ប្រសើរអញ្ចឹងខ្ញុំជឿថាមនុស្សដ៏ច្រើនដែលគាត់អត់មើលឃើញគុណតម្លៃនៅពេលដែលគាត់អត់ទាន់មានជំងឺឧទាហរណ៍ថានៅពេលដែលគាត់មានកម្លាំងកំហែងធ្វើការងារបានធ្វើអីបានតាមតែចិត្តរបស់គាត់ហ្នឹងគឺគាត់អត់បានទៅសប្បាយអរជាមួយនឹងកម្លាំងកាយឬមួយកម្លាំងមាំមួនរបស់គាត់ដែលគាត់កំពុងតែរស់នៅហ្នឹងទេបងប្អូនគឺគាត់នៅពេលដែលជំងឺដំកាត់បានមកដល់ទៅគាត់ញាក់ខ្លួនថាបើសិនជាពេលហ្នឹងគាត់អត់ឈឺពេលហ្នឹងគាត់មានកាយសម្បទាមាំមួនឬមួយក៏ពេលហ្នឹងគាត់អាចធ្វើអ្វីបានគ្រប់យ៉ាងហ្នឹងប្រហែលជាល្អប៉ុន្តែទាំងដែលនៅពេលដែលយើងមានកម្លាំងកាយសម្បទាមាំមួនហ្នឹងបានន័យថាយើងគឺជាមនុស្សម្នាក់ដែលមានលៀបដ៏ប្រសើរបាត់ទៅហើយយើងប្រៀបធៀបជាមួយនឹងឧទាហរណ៍ថាអ្នកមានទ្រព្យសម្បត្តិបើសិនជាគាត់មានលុយមានឡានមានផ្ទះមានវិឡាមានអីគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែស្រាប់តែគាត់ហ្នឹងឈឺដេកនៅកន្ទេលសួរថាលុយឡានវិឡាទាំងអស់ហ្នឹងគាត់ប្រើដោយសុបាយចិត្តអត់គាត់មានសមត្ថភាពប្រើរបស់របរទាំងអស់ហ្នឹងអត់ចឹងក្នុងកន្លែងនេះគឺចង់បញ្ជាក់ថានៅពេលដែលបងប្អូនមានកាយសម្បទាមាំមួនហើយបងប្អូនចេះត្រេកអរនឹងកម្លាំងកាយចិត្តរបស់បងប្អូនហ្នឹងទៅពីព្រោះថាកម្លាំងកាយឬមួយក៏សុខភាពដែលបងប្អូនបានហ្នឹងគឺជាលាភមួយហើយមិនចាំបាច់បងប្អូនទៅដល់មានដល់ទ្រព្យសម្បត្តិច្រើនដល់ថ្នាក់ចាយហូរហៀអីអត់ស្កប់ស្កល់នោះទេសូម្បីតែបងប្អូនមានកាយសម្បទាល្អអាចប្រើការទៅតាមអ្វីដែលបងប្អូនចង់បានហ្នឹងគឺប្រសើរបាត់ទៅហើយអញ្ចឹងខ្ញុំមើលឃើញថាមួយរយៈក្រោយនេះគឺសម្រាប់សង្គមបច្ចុប្បន្នយើងគឺគាត់អាចបានត្រេកអរនៅអ្វីដែលគាត់កំពុងមានហ្នឹងទេគាត់អត់មានជំងឺគាត់អត់មានរោគរូបកាយស្អាតបាតហើយគាត់នៅតែមានការកើតទុក្ខតូចចិត្តសពន់ចិត្តអអន់ចិត្តដោយសារតែរឿងខាងក្រៅឧទាហរណ៍ថាទ្រព្យសម្បត្តិដែលគាត់ខំប្រឹងរកបានហើយស្រាប់តែបាត់ទៅវិញហើយក៏កើតទុក្ខដោយសារតែទ្រព្យសម្បត្តិដែលបាត់នោះទាំងដែលគាត់នៅមានកាយសម្បទាមាំមួនហើយគាត់អត់បានសប្បាយចិត្តជាមួយនឹងសុខភាពហ្នឹងទេគាត់ទៅមើលឃើញថាទ្រព្យសម្បត្តិដែលគាត់ខំប្រឹងរកបានហើយបាត់បង់ទៅវិញប៉ុន្តែកន្លែងហ្នឹងចង់មានអីថាម៉េចចង់ប្រាប់បងប្អូនថាទ្រព្យសម្បត្តិដែលបងប្អូនរកបានគឺដោយសារតែបងប្អូនមានសុខភាពល្អហើយនៅពេលដែលបងប្អូនបាត់ទៅវិញក៏របស់ដែលបងប្អូនរកបានដែរវាអត់មានបាត់លើសអ្វីដែលបងប្អូនរកបានមកវិញទេប៉ុន្តែដែលសំខាន់គឺបងប្អូននៅមានរូបរាងនៅមានកម្លាំងមាំមួនអាចយករាងកាយយើងហ្នឹងយកទៅធ្វើស្រីល្អឬមួយក៏យកទៅប្រកបអាជីវកម្មបន្តទៀតបានមិនមែនបងប្អូនស្រាប់តែបាត់បង់រឿងខាងក្រៅនោះមកកើតទុកបំផ្លាញនៅអាយុជីវិតខ្លួនឯង